កាត់ស្នោរាងចតុកោណភ្នាយចំនួន4ផ្ទៀងយកទំហំបាត18សង់ទីម៉ែត្រកម្ពស់35សង់ទីម៉ែត្រមាត់ខាងលើ29សង់ទីម៉ែត្ររួចចាប់ផ្ដើមវាស់ខ្នាតដោយប្រើប៊ិចហើយនឹងបន្ទាត់មកឆូតវាប្រវែងទទឹង2សង់ទីម៉ែត្ររួចយកស្នោមកកាត់ជាចម្រៀកតូចពី2សង់ទីម៉ែត្រយកមកបិទពីខាងលើខ្នាតដែលយើងបានគូសវាសនៅលើផ្ទៀងស្នោរាងចតុកោណភ្នាយដែលយើងបានធ្វើនឹងហើយយកកលផ្ទៀងទាំង4មកបិទភ្ជាប់គ្នាធ្វើវាជាគំរូផើងផ្នែកខាងក្រោមយើងកាត់ស្នោរាងលេខបូកមកឲ្យមានរន្ធ4ហ្នឹងដើម្បីធ្វើជើងហើយដាក់ស្នោមួយចំកណ្ដាលរួចយកស៊ីម៉ង់យកមកចាក់នៅបាតខាងក្រោមខ្លះហើយប្រើពុម្ពกระดาษឡាំងរាងចតុកោណភ្នាយដូចគ្នាហ្នឹងដែលរៀបចំរួចស្រេចហ្នឹងយកមកដល់ចំកណ្ដាលរួចដាក់ដីខ្សាច់ចូលទៅក្នុងពុម្ពចុងក្រោយហ្នឹងទៅនៅសល់គែមខាងចាក់ស៊ីម៉ង់ចូលឲ្យពេញរួចទុកហាលឲ្យស្ងួតពេលហាលស្ងួតហើយបកផើងនឹងបានហើយដកផ្ទៀងស្នោទាំង4ជ្រុងនឹងចេញយកឈើឬកំបិតឆ្កៀលស្នោនៅខាងចន្លោះនឹងចេញអស់ដកกระดาษឡាំងចេញដកស្នោពីខាងក្រោយចេញគៀដីខ្សាច់ចេញនោះនឹងបានផើងមួយសម្អាតផើងនឹងឲ្យស្អាតយកវាទៅលាបថ្នាំយកទៅដាំកូនឈើដាំកូនផ្កាតាមចំណង់ចំណូលចិត្តបាននេះណែលទ្ធផលចុងក្រោយស្អាតមែនទែនតោះ share មួយបងប្អូន